បើសិនជាបងប្អូនចង់មកលេងប្រទេសជប៉ុនហើយកុំឲ្យខកបំណងបងប្អូនត្រូវតែដឹងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំចង់ចែកម្លែកបទពិសោធន៍ក្នុងការដើរលេងរបស់ខ្ញុំនៅថ្ងៃនេះដែរគឺខ្ញុំធ្វើដំណើរទៅលេងកោះម៉ាយ៉ាជីម៉ាស្ថិតនៅក្នុងខេត្ត Hiroshima ចំពោះការធ្វើដំណើររបស់ខ្ញុំគឺខ្ញុំត្រូវចំណាយលុយក្នុងការជិះរថភ្លើងពីទីក្រុង Hiroshima ទៅកាន់កោះម៉ាយ៉ាជីម៉ាហ្នឹងគឺយើងចំណាយពេលរហូតដល់30នាទីនៅក្នុងការធ្វើដំណើរនេះដែរគឺខ្ញុំចង់ចែកម្លែកបងប្អូននៅក្នុងការដែលចង់មកលេងប្រទេសជប៉ុនហ្នឹងថាយើងគួរត្រៀមអ្វីខ្លះក្នុងការដើរលេងរបស់យើងឲ្យវាមានការសប្បាយបើសិនជាបងប្អូនចង់មកលេងហ្នឹងគឺបងប្អូនគួរតែស្វែងរកទីតាំងឬក៏ខេត្តណាដែលបងប្អូនចង់មកលេងហ្នឹងដើម្បីងាយស្រួលក្នុងការដើរបើសិនជាបងប្អូនអត់ស្វែងរកកន្លែងដើរមុនទេហើយយើងចេះតែមកដើរលេងហ្នឹងគឺយើងខាតពេលហើយយើងអត់បានស្គាល់កន្លែងល្បីៗជាច្រើននៅក្នុងប្រទេសជប៉ុនទេអញ្ចឹងបងប្អូនគួរតែស្វែងរកកន្លែងដែលបងប្អូនចង់មកហើយឬខេត្តដែលបងប្អូនចង់មកហ្នឹងគួរតែជ្រើសរើសទីតាំងដែលយើងត្រូវដើរលេងឲ្យហើយដោយសារតែក្នុងប្រទេសជប៉ុនហ្នឹងគឺវាមានកន្លែងដើរលេងជាច្រើនហើយបើសិនជាបងប្អូនរើសខេត្តដែលត្រូវហ្នឹងហើយបងប្អូនបែងចែកម៉ោងដើរឬក៏ថ្ងៃដើរត្រូវគឺបងប្អូនដើរបានច្រើនខ្លាំងមែនទែនហើយស្គាល់កន្លែងច្រើនខ្លាំងមែនទែនបើសម្រាប់ខ្ញុំដែលរស់នៅក្នុងប្រទេសជប៉ុននេះខ្ញុំមកលេងខេត្ត Hiroshima នេះគឺខ្ញុំចំណាយពេលមួយថ្ងៃក្នុងការជិះរថភ្លើងនិងដើរមើលកន្លែងទេសចរមួយនេះហើយក្នុងខេត្ត Hiroshima នេះដែរកន្លែងដែលល្បីនេះគឺខ្ញុំហ៊ាននិយាយថាកោះ Mayajima នេះហើយដើម្បីទៅដល់កោះនឹងបានគឺខ្ញុំត្រូវចូលទិញសំបុត្រដើម្បីជិះកប៉ាល់ការជិះកប៉ាល់នេះដែរគឺយើងត្រូវចំណាយពេលប្រហែលជា7នាទីដើម្បីទៅដល់កោះ Mayajima ហ្នឹងកោះ Mayajima នេះដែរគឺវានៅព័ទ្ធជុំវិញជួរភ្នំធំសម្រាប់កោះហ្នឹងគឺវានៅចំណុចកណ្ដាលតែបើនិយាយអំពីជើងកប៉ាល់ដែលដឹកអ្នកដំណើរហ្នឹងគឺវាមានរហូតទៅដល់ពេលល្ងាចសម្រាប់ពេលយប់ជ្រៅគឺខ្ញុំមិនដឹងថាវាមានអត់ទេប៉ុន្តែតាមដែលខ្ញុំដឹងខ្ញុំសួរជនជាតិជប៉ុនគឺពួកគាត់ប្រាប់ថានៅពេលយប់គឺវាអត់មានឆ្លងទៅឆ្លងមកទេគឺវានឹងបិទជើងហើយដោយសារតែបុគ្គលិកនៅក្នុងហ្នឹងក៏គេត្រូវសម្រាកដែរបើនិយាយអំពីខ្យល់បរិសុទ្ធនៅលើកោះនេះវិញគឺវាខ្យល់ត្រជាក់ខ្លាំងហើយភ្ញៀវទេសចរគឺច្រើនខ្លាំងមែនទែនភាគច្រើនគឺពួកគាត់ជាជនជាតិបរទេសបន្ទាប់ពីខ្ញុំចុះពីលើកប៉ាល់ហើយខ្ញុំអត់ចាំយូរគឺខ្ញុំបានសម្រុកចេញពីលើកប៉ាល់ដើម្បីទៅកាន់កន្លែងដែលយើងត្រូវទៅហ្នឹងរឿងដែលខ្ញុំចង់ប្រាប់បងប្អូនមួយទៀតនៅក្នុងប្រទេសជប៉ុនបើសិនជាបងប្អូនចង់មកលេងប្រទេសជប៉ុនអីភាគច្រើនគឺខ្ញុំឃើញថាជនជាតិបរទេសគឺនៅពេលដែលគាត់មកនៅប្រទេសជប៉ុនឬក៏មកលេងប្រទេសជប៉ុនហ្នឹងគឺពួកគាត់តែងតែថតជនជាតិជប៉ុនដែលពួកគាត់តែងតែឈរធ្វើអីប្លែកៗហ្នឹងនៅពេលដែលយើងថតទៅជនជាតិជប៉ុនគឺពួកគាត់អត់ចូលចិត្តទេហើយពួកគាត់នឹងសួរនាំយើងថាថតគាត់ដើម្បីអីព្រោះគាត់ក៏មានសិទ្ធិក្នុងការការពារខ្លួនរបស់គាត់ដែរខ្លាចយើងថតយកធ្វើអីផ្ដេសផ្ដាសអញ្ចឹងហើយខ្លងទ្វារដែលនៅខាងក្រោយខ្ញុំហ្នឹងគឺជាខ្លងទ្វារដែលល្បីជាងគេនៅលើកោះ Mayajima នេះហើយខ្លងទ្វារនេះដែរគឺវាមានឈ្មោះថាខ្លងទ្វារ Tori ហើយខ្លងទ្វារដ៏ល្បីនេះដែរគឺជាខ្លងទ្វាររបស់វត្ត Itsukushima នៅពេលដែលមានទឹកឡើងច្រើនមកគឺយើងមើលទៅខ្លងទ្វារនេះគឺប្រៀបដូចជាខ្លងទ្វារនៅក្នុងសមុទ្រមួយដ៏ធំហើយនៅពេលដែលវាទឹកស្រកទៅវិញគឺយើងអាចចូលទៅថតនៅចិត្តសសរខ្លងទ្វារនឹងបានហើយខ្លងទ្វារនេះដែរគឺវាមានទំហំធំខ្លាំងមែនទែនហើយនៅវត្ត Itsukushima នេះដែរគឺនៅពេលដែលយើងចូលទៅគឺយើងត្រូវតែទិញសំបុត្រហើយជាធម្មតាដែលខ្ញុំមកនៅកន្លែងនេះគឺខ្ញុំអត់ចូលក្នុងវត្តនឹងទេដោយសារតែខ្ញុំត្រូវដើរច្រើនកន្លែងហើយខ្ញុំត្រូវរៀបរាប់ប្រាប់កន្លែងនីមួយៗទៅកាន់បងប្អូនហើយចំពោះនៅផ្លូវចូលខ្លងទ្វារនេះដែរគឺមានវត្តមួយនៅលើភ្នំនៅជាប់ហ្នឹងនៅពេលដែលយើងឡើងទៅខាងលើហ្នឹងហើយគឺជាវត្តដែលវាមានប្រវត្តិសាស្ត្រច្រើនខ្លាំងមែនទែនបន្ទាប់ពីខ្ញុំបានឡើងមើលរួចហើយក៏ខ្ញុំបានដើរឆ្លងកាត់វត្តនេះក៏ខ្ញុំត្រឡប់ចុះពីហ្នឹងវិញមកក៏ខ្ញុំបានឃើញប្លង់មួយកន្លែងគឺនៅពេលដែលយើងថតទៅគឺចាប់ប្លង់ស្អាតខ្លាំងមែនទែនជាមួយនឹងសសរនៅក្នុងទឹកហ្នឹងសម្រាប់ផ្លូវដែលយើងឆ្លងកាត់នេះដែរក៏មានលក់វត្ថុអនុស្សាវរីយ៍ជាច្រើនហើយមនុស្សជាច្រើនដែលឆ្លងកាត់ទីនេះហ្នឹងគឺពួកគាត់ចាប់អារម្មណ៍ខ្លាំងមែនទែនហើយសម្រាប់ខ្ញុំដែរក៏ខ្ញុំចាប់អារម្មណ៍ខ្លាំងដែរបន្ទាប់ពីយើងផុតពីហ្នឹងមកក៏ខ្ញុំបានដើរទៅឡើងទៅមើលនៅលើភ្នំនេះដែរគឺវាមានប្រាសាទពណ៌ក្រហមមួយហើយប្រាសាទនេះដែរគឺវាមានប្រវត្តិសាស្ត្រជ្រាលជ្រៅដែរហើយសម្រាប់ជនជាតិជប៉ុនគឺពួកគាត់មកសិក្សានៅប្រាសាទនេះច្រើនខ្លាំងបន្ទាប់ពីខ្ញុំបានឆ្លងកាត់រួចហើយក៏ខ្ញុំបានដល់ផ្លូវដែលយើងដើរចុះវិញក៏ខ្ញុំបានបន្តដំណើរទៅកាន់កន្លែងមួយទៀត
ដែលមើលទៅគឺវាគួរចាប់អារម្មណ៍ខ្លាំងមែនទែនហើយសម្រាប់ជនជាតិជប៉ុនដែរគឺច្បាប់វិន័យនៅក្នុងប្រទេសជប៉ុនគឺល្អខ្លាំងមែនទែនសម្រាប់តែយើងមានរបស់របរដូចជាយានជំនិះអីពួកយើងអាចទុកនៅខាងក្រៅផ្ទះបានគឺអត់មានចោលមានអីទេនិយាយទៅនៅជប៉ុនគឺខ្ញុំមក2ឆ្នាំនេះហើយគឺសុវត្ថិភាពខ្លាំងសម្រាប់ជនជាតិជប៉ុនដែរគឺពួកគាត់អត់ចេះយករបស់ពីណាពីណីទេដោយសារតែពួកគាត់គោរពច្បាប់ហើយនិងគោរពសិទ្ធិដែលអ្នកនៅរស់នៅជុំវិញខ្លួនគាត់ខ្លាំងមែនទែនទោះបីជាពួកគាត់នៅចិត្តគ្នាអត់សូវនិយាយរកគ្នាមានប៉ុន្តែគាត់ហាក់បីដូចជាក្នុងចិត្តរបស់គាត់គឺរាក់ទាក់គ្នាខ្លាំងមែនទែនហើយសម្រាប់បទពិសោធន៍ខ្ញុំដែលរស់នៅប្រទេសជប៉ុននេះដែរគឺខ្ញុំគិតថាជនជាតិជប៉ុនគឺពួកគាត់រស់រាយខ្លាំងបើសិនជាយើងមានចម្ងល់អីពួកយើងសួរគាត់ដោយកាយវិការទន់ភ្លន់ពួកយើងនឹងទទួលបានអ្វីដែលគាត់ផ្ដល់ឲ្យនឹងគឺទន់ភ្លន់ដូចគ្នាហើយនៅក្នុងវីដេអូនេះដែរក៏ខ្ញុំចង់ចែកម្លែកបងប្អូនបើសិនជាបងប្អូនចង់មកលេងប្រទេសជប៉ុនហើយបងប្អូនអត់ដឹងពីរបៀបជិះរថភ្លើងនោះបងប្អូននឹងត្រូវចំណាយពេលយូរដើម្បីស្វែងរកទីតាំងដែលយើងត្រូវទៅហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់មកហើយបងប្អូនគួរតែស្វែងយល់ពីរបៀបជិះរថភ្លើងនិងការរស់នៅប្រទេសជប៉ុនឲ្យហើយទៅដើម្បីងាយស្រួលក្នុងការដើរលេងរបស់យើងហើយចំពោះគល់ឈើមួយនេះដែរគឺជាគល់ឈើនាំសំណាងជនជាតិជប៉ុនគេតែងតែយកអាលុយកាក់ហ្នឹងគេយកបោះនៅលើគល់ឈើហ្នឹងគេតែងតែគិតថាបើសិនជាយើងបោះលុយនៅលើគល់ឈើហ្នឹងជាប់នោះយើងប្រកាសជាទទួលសំណាងធំពីបុព្វបុរសគេដែលបកគលឲ្យអញ្ចឹងហើយសម្រាប់កន្លែងនេះដែរគឺជាកន្លែងសាសនាមួយដែលពោពេញទៅដោយជំនឿគេជឿថានៅកោះមួយនេះគឺវាសម្បូរដោយវិញ្ញាណស័ក្តិសិទ្ធិជាច្រើនទើបវាឲ្យមានប្រវត្តិសាស្ត្រដដើមគ្នាចង់កាន់កាប់នៅកន្លែងនេះហើយចំពោះនៅកន្លែងនេះដែរអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនៅពេលល្ងាចហ្នឹងគឺវាមានសាន់សេតស្អាតខ្លាំងមែនទែននៅពេលដែលថ្ងៃលិចមកអាខ្លោងទ្វារដែលយើងកំពុងតែមើលហ្នឹងមើលទៅប្រៀបដូចជានៅលើឋានសួគ៌អញ្ចឹងដោយសារតែខ្លោងទ្វារប្រភេទនេះគឺនៅខ្មែរយើងអត់មានទេហើយសម្រាប់ផ្សារពេលរាត្រីរបស់គេនៅកន្លែងហ្នឹងដែរគឺសម្បូរម្ហូបខ្លាំងមែនទែនហើយបើខ្ញុំឆ្លងកាត់ទីនេះដែរគឺខ្ញុំមានអារម្មណ៍ថាឈ្ងុយហើយសូម្បីតែខ្ញុំក៏លិតមាត់ដែរប៉ុន្តែអត់ហ៊ានទិញទេបងប្អូនដោយសារតែយើងត្រូវសេវលុយដែរដោយសារតែយើងមករៀនផងមកធ្វើការផងអញ្ចឹងទៅការចំណាយរបស់យើងរៀងច្រើនដែរហើយក្នុងការដើរលេងនេះក៏យើងចំណាយរៀងច្រើនដែរតែធ្វើម៉េចបើយើងចង់ដើរទៅហើយនេះដែរនៅពេលដែលវាពេលល្ងាចមេឃគឺស្រស់ស្អាតខ្លាំងមែនទែនហើយសម្រាប់ប្លង់នេះនឹងដោយសារតែខ្ញុំអត់មានអ្នកថតឲ្យទេគឺខ្ញុំថតតែម្នាក់ឯងហ្នឹងបន្ទាប់ពីខ្ញុំថតហើយហ្នឹងគឺខ្ញុំបានធ្វើដំណើរចេញពីនឹងវិញគឺខ្ញុំត្រឡប់ទៅផ្ទះវិញហើយគឺខ្ញុំដល់ម៉ោងជិះកប៉ាល់ត្រឡប់ទៅវិញហើយនៅពេលដែលយើងឆ្លងកាត់ហ្នឹងមនុស្សជាច្រើនគឺពួកគាត់ភាគច្រើនដែលគាត់មកហ្នឹងគឺពួកគាត់មានបំណងដែលស្នាក់នៅលើកោះនេះតែម្ដងហើយកោះម៉ាយ៉ាជីម៉ានេះដែរនៅពេលយប់ខ្ញុំមិនដឹងថាវាមានសម្រស់បែបណាទេដោយសារតែខ្ញុំអត់ធ្លាប់នៅដល់ពេលយប់ទេប៉ុន្តែឮថាឆ្នាំក្រោយហ្នឹងគឺក្រុមការងាររបស់ខ្ញុំឬក៏ក្រុមហ៊ុនរបស់ខ្ញុំហ្នឹងគាត់នឹងមកមួយសារទៀតដោយមកគេនៅលើកោះហ្នឹងអញ្ចឹងវីដេអូបន្ទាប់បើសិនជាខ្ញុំបានមកខ្ញុំនឹងធ្វើលម្អិតប្រាប់បងប្អូនអំពីប្រវត្តិហើយនឹងការដើរលេងនៅលើកោះនេះម្ដងទៀតហើយខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែនកោះនេះគឺខ្ញុំមកម្ដងណាគឺខ្ញុំមានអារម្មណ៍ថាខ្ញុំដើរអត់សពអត់គ្រប់តែម្ដងហើយនៅលើកោះនេះខ្ញុំភ្លេចប្រាប់បងប្អូនថាវាមានទាំងក្តាន់មានទាំងឆ្លុះហើយមានសួនសត្វមានសត្វសមុទ្រជាច្រើននៅលើកោះនេះដោយសារតែក្នុងវីដេអូនេះខ្ញុំអត់បានប្រាប់លម្អិតទេទីនេះគឺជាកោះមួយដែលវារៀងធំដែរបន្ទាប់ពីខ្ញុំបានត្រឡប់មកវិញហ្នឹងគឺខ្ញុំបានវាយសបុតរថភ្លើងចូលឲ្យខ្ញុំត្រូវអង្គុយចាំរថភ្លើងនៅកំឡុងពេលហ្នឹងដែរក៏ខ្ញុំចង់ចែកម្លែកបទពិសោធន៍បងប្អូនបើសិនជាបងប្អូនចង់មកលេងកោះនេះដែរគឺខ្ញុំគិតថាបងប្អូនមកលេងកោះនេះគឺល្អខ្លាំងមែនទែនដោយសារតែកោះនេះគឺវាមានទាំងសួនសត្វមានទាំងក្តាន់មានទាំងប្រភេទសត្វសមុទ្រជាច្រើនដែលយើងអាចថតបានយើងអាចមើលបានហើយនៅtrongវីដេអូនេះដែរបើនិយាយពីក្តាន់វិញគឺវាខ្ជូតខ្លាំងមែនទែនកុំភ្លេចមកទាំងអស់គ្នា